មានសួរបងប្អូនគ្នាដែលជាអតិថិជននៃហាង Smart Robot Shopee Care ទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំកំពុងតែធ្វើការ testing នៅប្រភេទ drone i1 Max របស់យើងជូនដល់ប្អូនរីកនៅឯភ្នំជីសូរខេត្តតាកែវបាទ drone នេះយើងនឹងធ្វើការ testing ជូនគាត់បងប្អូនតែងសួរខ្ញុំដដែលបាទហើយមកឈុតនេះមានអីខ្លះអានេះខ្ញុំមាននៅក្នុងវីដេអូមុនហើយអានេះមកតែងតែមានស្លាបប្រដាប់ការពារថ្មចំនួន2កូនអញ្ចឹងណាបងប្អូនគ្នាបាទហើយជាទម្លាប់របស់យើងទូទៅគឺមុននឹងដាក់ជូនភ្ញៀវគឺយើងត្រូវ testing បាទ drone ជា drone ថ្មីស្រឡាងតែម្ដងបងប្អូនគ្នាបាទយើងត្រូវធ្វើការ testing ជូនភ្ញៀវដើម្បីឲ្យធានាថា drone ដែលយកចេញពីយើងទៅគឺអត់មានបញ្ហាបាទអញ្ចឹងខ្ញុំដាក់ថ្មជូនគាត់ចំនួន3គ្រាប់ចូលក្នុង tele remote control នេះសិនបាទថ្មនេះថ្មថ្មីហើយបងប្អូនដើម្បីលេងបានស្រួលណាបងប្អូនត្រូវចេះលេងចេះប្រើប្រាស់វាឲ្យបានស្ទាត់សិនបាទកុំទៅដល់ភ្លាមអត់តន់សាកថ្មផងយកទៅលេងហាក់បីដូចជាបញ្ញាល់បាទបងប្អូនដែលបញ្ញាល់ភាគច្រើនលេងអត់ដែលបានយូរទេបាទអត់ដែលបានយូរទេដោយសារគាត់បញ្ញាល់ពេកអញ្ចឹងបងប្អូនមើលវីដេអូរបស់ខ្ញុំសិនឬក៏មើលអំពីរបៀបនៃការប្រើប្រាស់នៅក្នុងសភៅនឹងក៏មានដែររបៀបនៃការប្រើប្រាស់ដែរបញ្ជាក់ផងដែរថា drone i1 Max នេះនៅក្នុងហាងរបស់យើងអត់នៅសល់ច្រើនទេប្រហែលជាខ្ទង់14 15គ្រឿងទេអញ្ចឹងមុនចូលឆ្នាំនេះគឺអស់ទៀតហើយបងប្អូនគ្នាបាទអញ្ចឹងខ្ញុំនឹងធ្វើការ testing ផ្ទាល់តែម្ដងហើយកាមេរ៉ាមែនកាត់ក្រោយទៀតទៅបាទខ្ញុំនឹងធ្វើការ testing ផ្ទាល់បាទដើម្បីធានាថាមុននឹងដាក់ជូនគាត់គឺ drone របស់យើងគឺដំណើរការល្អជាប្រក្រតីបាទពីព្រោះយើងបារម្ភណាគ្រឿងអេឡិចត្រូនិកបងប្អូនគ្នាបើសិនជាយើងអត់ testing ទេជួនកាលយកទៅដល់ដៃភ្ញៀវ drone ខូចបាត់ក៏មានដែរបាទប៉ុន្តែ drone នេះអត់មានអីបញ្ហាទេបើសិនជាវាខូចវា error នោះគឺវាបើកអត់ចេញតែម្ដងជួនកាលវាអាចខូចថ្មជួនកាលវាអាចខូច motor ក៏មានដែរបាទអញ្ចឹង drone របស់យើងនេះគឺ hot smooth ល្អបាទគឺ hot smooth ល្អអញ្ចឹងដូចជាមិនបញ្ហាទេបាទ hot smooth ល្អហើយ hot នឹងល្អទៀតអញ្ចឹងបងរីកបងអាចមើលឃើញពីរបៀបនៃការ testing មកបងតែបើយើងសួរថាបងអា drone ប៉ុណ្ណឹងវាហោះនឹងថ្កល់បានអត់បងអានេះជាទូទៅបងប្អូនទាំងគ្នាសម្រាប់ drone ដែលយើងរៀនប្រើណាជាទូទៅវាមិនអាចហោះនឹងថ្កល់ដោយពពួក drone មាន GPS ទេបាទហើយពពួកអស់នេះវាអត់មាន GPS ទេអញ្ចឹងវាលេងសួរថាចាញ់ខ្យល់អត់អញ្ចឹង 100% ចាញ់តិចចាញ់ច្រើនគឺដឹងតែចាញ់ខ្យល់បងប្អូនទាំងគ្នាអញ្ចឹងនៅពេលដែលបងប្អូនលេងនៅបរិយាកាសខាងក្រៅមានខ្យល់ខ្លាំងអាហ្នឹងក៏រៀងពិបាកដែរប៉ុន្តែបងប្អូនខ្ញុំអាចគ្រាន់តែជាការណែនាំថាបើ drone រៀនប្រើយ៉ាងទេបងប្អូនលេងនៅក្នុងស្ថានភាពខ្យល់ឬក៏បរិយាកាសខាងក្រៅនេះរៀងស្ងប់ខ្យល់តិចទៅឬក៏បងប្អូនលេងនៅខាងក្នុងផ្ទះឬក៏បរិយាបិទជិតនៅក្នុងហាងរបស់ខ្ញុំអញ្ចឹងចឹងមកបងប្អូនលេងនៅក្នុងបរិយាកាសបិទជិតដូចនៅក្នុងហាងរបស់ខ្ញុំអញ្ចឹងដូចជាមិនមានបញ្ហាទេបងប្អូនគ្នាបាទលេងในការទទួលខុសត្រូវបងប្អូនគ្នាសម្រាប់ drone នីមួយៗបាទសូមគោរពអរគុណច្រើនបងប្អូនគ្នាដែលតែងតែគាំទ្រនៅហាង Smart Robot Shopee Care របស់យើងបាទ